និទានរឿងអំណោយនៃការតស៊ូរបស់សត្វស្រមោចនៅព្រៃដ៏ទូលាយមួយបន្ទាប់ពីរដូវភ្លៀងធំសត្វស្រមោចតូចច្រើនជួបការលំបាកធ្ងន់ធ្ងរពួកវាខ្វះអាហារខ្វះកន្លែងស្នាក់នៅហើយត្រូវប្រឈមមុខនឹងសត្វព្រៃធំដែលរាប់អសង្សារប៉ុន្តែនៅចំកណ្ដាលការលំបាកនោះមានក្រុមសត្វស្រមោចតូចមួយដែលមិនដែលបោះបង់ទេមេក្រុមឈ្មោះសូរិយាជាសត្វស្រមោចមួយដែលមានកម្លាំងចិត្តធំដូចភ្នំនាងជួយណែនាំក្រុមរបស់នាងឲ្យរកមើលអាហារទីថ្មីពួកវាបានសម្រេចចិត្តកាន់ដំណើរឆ្ពោះទៅកាន់ភ្នំស្មៅខៀវដែលមានទីតាំងចម្ងាយពីទីលំនៅដើមរបស់ពួកវាដំណើរនោះមិនងាយស្រួលទេពួកវាត្រូវឆ្លងកាត់ទន្លេធំមួយដែលមានត្រីធំកំពុងប្រមាញ់សត្វតូចសូរិយាបានគូគំនិតពិសេសមួយពួកវាប្រើស្លឹកធំជាកប៉ាល់ត្រៀតទៅកាត់ទន្លេបន្ទាប់ពីការតស៊ូយ៉ាងជិតស្និទ្ធនឹងកម្លាំងទឹកពួកវាជំរុញស្លឹករហូតឆ្លងទន្លេបានដោយសុវត្ថិភាពនៅមួយពេលពួកវាចុះដល់ព្រៃមួយដែលមានសត្វជៀមក្រហមធំរស់នៅសត្វជៀមមិនចូលចិត្តភ្ញៀវទេហើយវាបានព្យាយាមបង្ខាំងសត្វស្រមោចឲ្យចាក់ចេញប៉ុន្តែសូរិយាធ្វើអារម្មណ៍ល្អអត់ធ្មត់និយាយបញ្ជិះនិងសុំសម្រុះសម្រួលបន្ទាប់ពីការទន្ទេញច្រើនថ្ងៃសត្វជៀមក៏យល់ព្រមឲ្យពួកវាឆ្លងកាត់ដែនដីវាបាននៅចុងក្រោយក្រុមសត្វស្រមោចក៏ឈានដល់ភ្នំស្មៅខៀវទីនោះពោរពេញទៅដោយអាហារបន្លែផ្លែឈើនិងបរិយាកាសស្រស់ស្រាយពួកវាចាប់ផ្ដើមមកសាងផ្ទះថ្មីដោយការប្រើស្លឹកឬក៏ដើមឈើតូចពួករស់នៅមានសុភមង្គលដោយការចែករំលែកការជួយគ្នានិងការមិនបោះបង់សូរិយាបានប្រាប់កូនចៅថាក្នុងជីវិតការតស៊ូនិងការអត់ធ្មត់ជាកន្លងនាំឲ្យឈានដល់ភាពជោគជ័យមិនមានអ្វីអាចរារាំងអ្នកបានប្រសិនបើអ្នកចេះឈរមិនទ្រង់ទ្រីមុខការលំបាកហើយចាប់ពីថ្ងៃនោះមកក្រុមសត្វស្រមោចបានក្លាយជាភូមិធំមួយដ៏មានសុភមង្គលនិងរុងរឿងលើភ្នំស្មៅខៀវ